គំនោនៃដុំផ្ទាំងថ្មតូចធំដែលកើតចេញពីការដួលរលំនៃប្រាង្គប្រាសាទបានប្រែក្លាយជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតសម្រាប់អ្នកទេសនាទាំងឡាយប្រាសាទដ៏ស្រស់ស្អាតដែលហ៊ុំព័ទ្ធទៅដោយព្រៃព្រឹក្សាលតាវល្លិជាពិសេសនារដូវវស្សាដែលមានស្លែដុះកាន់តាមថ្មបែបនេះគឺពិតជាអស្ចារ្យសម្រាប់អ្នកទស្សនាសម្រាប់អ្នកស្នេហាបុរាណសដ្ឋានទាំងឡាយព្រៃព្រឹក្សាសត្វបក្សាបក្សីសត្វអរិយយំឆ្លើយឆ្លងពេលទៅម្ដងតែងតែមានអារម្មណ៍ស្ងប់ស្ងាត់និងអស្ចារ្យជាមួយនឹងស្ថាបត្យកម្មនាសម័យរាប់រយឆ្នាំមុនរាប់ពាន់ណា